នេះខ្ញុំមកធ្វើការដោះបំបែកប្រភេទម៉ូទ័របូមទឹកនេះបាទគឺក្នុងវាមានអីខ្លះបាទនឹងដោះបំបែកបាទនេះគឺជាប្រភេទជ័រគឺជ័រស្ពុតងាយសឹកពេលដែលត្រូវទឹកក៏វាងាយសឹកដែរគឺប្រភេទជ័រនេះបាទគឺប្រភេទម៉ូទ័រនេះអត់មានប្រើហ្វឺតទេគឺវាត្រូវការវិលដុំអានេះគឺប្រភេទជាដុំដែលឆក់បាទដែកនេះនេះគឺជាប្រភេទស្លាបបូមទឹករបស់វាគឺពេលណាដែលពេលខ្លះយើងមិនភ័យថាវាសឹកហ្វឺតចូលទៅឆេះដុំភ្លើងឬក៏អីទេគឺដុំភ្លើងវាពីក្នុងនេះគឺវាមានជ័រស្រោបចិត្តតែម្ដងអត់មានទឹកចូលបានទេព្រោះតែវាវិលបូមទឹកគឺវាវិលតែដុំដែលឆក់នេះទេចឹងម៉ូទ័រនេះប្រភេទនេះគឺវាអត់ងាយក្តៅម៉ូទ័រទេអត់ដូចប្រភេទពួកប្រើធ្យូងមកប្រើធ្យូងវាឆាប់ក្តៅស្លាបតូចប៉ុន្តែវាបូមទឹកបានខ្លាំងភេនតើនេះវាអាចរុញទឹកបានកម្ពស់5ម៉ែត្រជ័រនេះគឺសម្រាប់វាទប់កុំឲ្យស្លាបវាអង្គើពេលណាដែលវាវិលគឺវាអាចអង្គើស្លាបចឹងអាជ័រនេះវាស្រាប់ទប់ហើយណាមួយពេលដែលទឹកវាចូលគឺវាវិលសឹកជាមួយអានេះវាអត់ងាយសឹកជ័រនេះព្រោះទឹកវានៅជាមួយបាទសម្រាប់បងប្អូនដែលត្រូវការចិញ្ចឹមត្រីចិញ្ចឹមបង្កងគឺត្រូវវាប្រើជាមួយប្រភេទសូឡាមិនចាំបាច់ប្រើអាគុយអីគឺឲ្យតែមានថ្ងៃគឺវាបូមទឹករហូតតែម្ដងឲ្យតែមានពន្លឺថ្ងៃបាទចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេ